ជំរាបសួរនិងសួស្តីទៅដល់អ្នកទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូរបស់ខ្ញុំដែល topic របស់ខ្ញុំថ្ងៃនេះដែរខ្ញុំនឹង demo និយាយអំពី callback function ថាតើ callback function ហ្នឹងគឺវាមានដំណើរការអីមិនខ្លះហើយខ្ញុំថ្ងៃនេះខ្ញុំត្រូវបកស្រាយអីខ្លះចូលរួមទស្សនាវីដេអូមួយនេះទាំងអស់គ្នាមែនតើ callback function នេះជាមេរៀនមួយដែលសំខាន់មែនតើនៅក្នុងភាសា JavaScript របស់យើងសម្រាប់ programmer សម្រាប់សិក្សាហើយចំពោះថ្ងៃនេះគឺខ្ញុំមាន3ចំណុចសម្រាប់បកស្រាយទៅដល់អ្នកទាំងអស់គ្នាគឺទី1 what is callback function ឬក៏តើអ្វីទៅគឺជា callback function នេះឯងហើយចំណុចទី2នោះគឺ why do we use callback function ថាតើហេតុអីទៅទើបយើងត្រូវការប្រើប្រាស់ callback function មួយហ្នឹងឯចំណុចចុងក្រោយគឺយើងនឹងនិយាយអំពី when do we use callback function ថាតើនៅពេលណាទើបយើងត្រូវការប្រើប្រាស់ callback function មួយហ្នឹងតោះឥឡូវយើងមកស្គាល់ទាំងអស់គ្នាថាអ្វីទៅគឺជា callback function អញ្ចឹងគេបាននិយាយថា a callback function is a function that is passed as an argument to another function and then call later inside that function អញ្ចឹងមានន័យថា callback function ហ្នឹងវាជាប្រភេទ function មួយដែលវា pass បានន័យថាវាយកខ្លួនឯងហ្នឹងជា argument ទៅឲ្យ function មួយទៀតអញ្ចឹងនៅពេលដែល function មួយទៀតនៅពេលដែលយើងចាប់ផ្ដើមហៅ function មួយទៀតណា function មួយទៀតហ្នឹងវាប្រកាសជាមាន parameter មួយនៅក្នុងការសម្រាប់ទទួលអីផ្សេងៗពី function ដែលជា callback ហ្នឹងទៅហើយបន្ទាប់មកfunction ដែលសម្រាប់ហៅ callback ហ្នឹងចង់ប្រើប្រាស់ callback function ហ្នឹងពេលណាក៏បានដែរអញ្ចឹងបើសិនជាបញ្យល់ឲ្យងាយស្រួលនៅក្នុងន័យមួយទៀតគឺបានន័យថាឧទាហរណ៍ថាយើងមាន function A មួយហើយនឹងមាន callback function មួយអញ្ចឹងនៅពេលដែលយើងហៅ function A ហើយបន្ទាប់មកបោះ callback function ហ្នឹងទៅឲ្យ function A ដូចប្រាប់ function A ហ្នឹងថានេះឥឡូវហ្នឹងខ្ញុំឲ្យ callback function មួយយើងចង់សម្រាប់ចិត្តថាចង់ run ពេលណាក៏បានដែរមកមើល example ច្បាស់ៗមកខ្ញុំទាំងអស់គ្នាចឹងឥឡូវហ្នឹងខ្ញុំធ្វើការបង្កើត function មួយដែលមានឈ្មោះថា say goodbye ហើយខ្ញុំ return ពាក្យថា goodbye ហើយខ្ញុំក៏បង្កើត function មួយទៀតដែលមានឈ្មោះថា a ដូចអីដែលខ្ញុំបាន example ដែលខ្ញុំមាន parameter មួយមានឈ្មោះថា callback ដើម្បីអាចចាប់យក argument ដែលយើងបោះឲ្យ function មួយនឹងបានណាហើយបន្ទាប់មកខ្ញុំ console log ពាក្យថា don't forget to say ហើយខ្ញុំបូកជាមួយនឹងការហៅ callback function ហ្នឹងមកប្រើប្រាស់ដែរអ្នកទាំងអស់គ្នាសាកទេមើលថាមួយណាជា callback function ហើយមួយណាទៀតជា function ដែលគេប្រើសម្រាប់ហៅ callback function តោះលើកុំតឥឡូវហ្នឹងខ្ញុំមក show result ទៅឲ្យអ្នកនរគ្នាមើលសិនចឹងជាលទ្ធផលនៅក្នុង console គឺយើងឃើញពាក្យថា don't forget to say goodbye ហើយខ្ញុំលើ A មួយហើយខ្ញុំយកមកកែពាក្យ A តោះឥឡូវយើងចាប់ផ្ដើមយកទៅកូដវិញម្ដងថាតើហេតុអីទៅទើបចេញលទ្ធផលបែបនេះអញ្ចឹងដំបូងឡើងគឺយើងមាន function មួយដែលមានឈ្មោះថា say goodbye អញ្ចឹងជាធម្មតាកូដរបស់យើងរ៉ានពីលើចុះក្រោមពីឆ្វេងទៅស្ដាំអ្នកគ្នាប្រហែលជាអាចគិតថា say goodbye ហ្នឹងពាក្យថា goodbye នោះទៅ return goodbye នោះវាគួរណាស់តែ run មុនឯងត្រូវអត់ចំណែកឯ function A វិញគឺជា function ដែលទៅ say បន្ទាប់ function say goodbye សោះប៉ុន្តែវាបែរទៅជា don't forget to say ហ្នឹង run មុនវិញចឹងអាហ្នឹងគឺជាលក្ខណៈរបស់ callback function អញ្ចឹងកន្លែងហ្នឹងគឺ function say goodbye ហ្នឹងវាគឺជាប្រភេទ callback function ហើយបន្ទាប់មក function A នោះគឺជា function ធម្មតាមួយដែលសម្រាប់ហៅ callback function មកចឹងទៅអញ្ចឹងជាធម្មតាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងពីនិយមន័យរបស់វាថា callback function ហ្នឹងវាគឺជា function មួយដែលគេហៅវាក៏វាធ្វើជា argument ទៅឲ្យ function ដទៃទៀតឲ្យ function ដទៃនេះទៀតហ្នឹងប្រើវានៅពេលណាក៏បានដែរដោយធម្មតាបើសិនជាយើងចង់ប្រើ function យើងមិនត្រូវហៅឈ្មោះ function ហ្នឹងសិនទើបអាច function មួយហ្នឹងដំណើរការ execute កើតមែនអត់អញ្ចឹងទៅបានយើងត្រូវហៅឈ្មោះ function A ហើយយើងបោះពាក្យថា say goodbye say goodbye ហ្នឹងគឺជាឈ្មោះ function របស់ function say goodbye ហ្នឹងឯងដោយយើងយក function say goodbye ហ្នឹងធ្វើជា argument ទៅឲ្យ function ឈ្មោះថា A អញ្ចឹង function ឈ្មោះថា A ហ្នឹងគឺវាមាន parameter មួយគឺឈ្មោះថា callback សម្រាប់ទទួលទៅលើតម្លៃមួយហ្នឹងឯងចឹងនៅពេលដែលចង់ឲ្យ function ឬក៏ parameter ដែលទទួលបាននៅក្នុង function A ហ្នឹងដំណើរការអ្នកគ្នាបានឃើញខ្ញុំប្រើពាក្យថា callback ហើយបើកវងកញ្ចក់អត់បានន័យថាខ្ញុំហៅវាដើម្បីឲ្យវា execute បាននៅកន្លែងចំណុចមួយហ្នឹងអញ្ចឹងសរុបវិញឲ្យខ្លីគឺមានន័យថា callback function ហ្នឹងគឺជាការប្រើប្រាស់ function មួយដោយយក function មួយទៀតធ្វើជា argument អា callback function ហ្នឹងហើយធ្វើជា argument បោះទៅឲ្យ function មួយទៀតឲ្យ function មួយទៀតហ្នឹងសម្រាប់ចិត្តថាតើអ្នកឯងចង់ប្រើខ្ញុំមិនប្រើពេលណាហៅពេលណាអីចឹងទៅអញ្ចឹងអាហ្នឹងយើងអ្នកប្រើប្រាស់ទេឥឡូវយើងចូលទៅដល់ចំណុចទី2តកតងជាមួយនឹង why do we use
callback function ចឹងឬក៏យើងហេតុអីបានយើងត្រូវការ callback function មួយហ្នឹងអញ្ចឹងតើតោះជាមួយនឹង callback function ហ្នឹង we use callback functions because we want another function to decide when a function should be execute គឺបានន័យថាយើងប្រើប្រាស់ callback function ហ្នឹងដើម្បីតែឲ្យ function ដទៃទៀតឬក៏ function មួយទៀតហ្នឹងសម្រេចចិត្តថាតើ function callback ហ្នឹងគួរតែដើរនៅពេលណាហ្នឹងហើយអាហ្នឹងដូចរបៀបលក្ខណៈថាយើងអាច control ទៅលើដំណើរការរបស់ function ថាមួយណាដើរមួយណាអីបានអញ្ចឹងណាវាមិនមែនតាមតែ flow ពីលើចុះក្រោមពីឆ្វេងទៅស្ដាំតែប៉ុណ្ណោះទេដោយសារតែការប្រើប្រាស់ callback function នេះវាធ្វើឲ្យ function របស់យើងវា flexible ក៏ដូចជា reusable code ផងដែរតោះឥឡូវយើងចូលទៅដល់ចំណុចចុងក្រោយហើយចំណុចនេះក៏អាចនឹងមាន example រៀងច្រើនជាងចំណុចផ្សេងៗដែរគឺ when do we use callback function ថាតើយើងប្រើប្រាស់ callback function ហ្នឹងនៅពេលណាទៅអញ្ចឹងចំណុចទី1យើងប្រើប្រាស់ callback function ហ្នឹងនៅពេលដែលយើង waiting for data from server បានន័យថាយើងរងចាំទិន្នន័យចេញពីខាង server មកឥឡូវមកមើលតាក់ទងជាមួយនឹង example ជាមួយខ្ញុំទាំងអស់គ្នាខ្ញុំធ្វើការបង្កើត function មួយដែលមានឈ្មោះថា get user ហើយខ្ញុំធ្វើការ comment code ចាស់របស់យើង function ចាស់របស់យើងកុំឲ្យវាជាន់គ្នាហើយធ្វើឲ្យ while ជាមួយនឹងការបង្កើតតាក់ទងជាមួយនឹង parameter នៅក្នុង function មួយនេះដែលមានឈ្មោះថា callback តាមពិតទៅ parameter យើងអាចប្រើឈ្មោះផ្សេងក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តប្រើប្រាស់ callback ក៏តែងតែប្រើ callback រហូតមកទៅហើយក៏ខ្ញុំធ្វើការ console log តាក់ទងជាមួយនឹងពាក្យថា getting user data ផងដែរហើយក៏បង្កើតតាក់ទងជាមួយនឹង set time out ហ្នឹងដើម្បីកំណត់ពេលវេលាថាតើទិន្នន័យនៅខាងក្នុងហ្នឹង function នៅខាងក្នុង set time out ហ្នឹងដើរនៅពេលណាអញ្ចឹងខ្ញុំគ្រាន់តែធ្វើបែបនេះដូច pretend ថានៅពេលដែលយើងយកទិន្នន័យចេញពី data មក u តែប៉ុណ្ណោះហើយនៅក្នុង set time out នេះផងដែរខ្ញុំក៏បង្កើតជាលក្ខណៈជា object មួយដែលមានឈ្មោះថា name ហើយជាមួយនឹង age ដែលនៅក្នុងស្ថិតនៅក្នុង variable user ផងដែរហើយខ្ញុំក៏បង្កើត function មួយទៀតដែលមានឈ្មោះថា display user ដោយខ្ញុំមាន parameter ឈ្មោះថា user មួយទៀតផងដែរហើយនៅក្នុង function មួយនេះខ្ញុំក៏បាន console log តាក់ទងជាមួយនឹង user name ហើយទាញទៅលើទិន្នន័យចេញពី object របស់ user ឈ្មោះអីហើយបន្ទាប់មក console ទៅលើ age ដែលខ្ញុំទាញចេញពីអាយុនៅក្នុង object របស់ user ដែលខ្ញុំបានបង្កើតនៅក្នុង function set time out ហើយជាបន្ទាប់ទៀតគឺខ្ញុំចាប់ផ្ដើមហៅ function get user ហើយបោះទៅលើ function callback display user ទៅឲ្យ function មួយនោះលទ្ធផលវានឹងចេញពាក្យថា getting user data នៅក្នុង console របស់យើងហ្នឹង user name ដែលវាទៅទាញ name ចេញពី object ឈ្មោះ user ហើយក៏ដូចជា age ចេញពី object ឈ្មោះ user នឹងផងដែរតែអ្នកនរគ្នាបានចាប់អារម្មណ៍មកថានៅពេលដែលខ្ញុំ refresh ទៅទិន្នន័យទាំងអស់ហ្នឹងវារងចាំប្រហែលវិនាទីទៅវា load មកវាអត់ load reload ភ្លាមនោះទេក៏ដោយសារតែការដែលយើងប្រើប្រាស់ set time out នេះឯងតោះឥឡូវយើងក៏បែរទៅកាន់កូដរបស់យើងទាំងអស់គ្នាដើម្បីអាចយល់ថាតើហេតុអីទៅទើបឯងនឹងចេញលទ្ធផលបែបនេះខ្ញុំនឹងធ្វើការបញ្យល់កូដអញ្ចឹងយើងប្រើ callback function នៅក្នុងកលៈទេសៈបែបនេះដោយសារតែឧទាហរណ៍ថានៅពេលដែលយើងមានទិន្នន័យមួយដូចអ្វីដែលខ្ញុំបាន set នៅក្នុង time out អញ្ចឹងវាមាន user ដែលមានទិន្នន័យមានដូចជាឈ្មោះហើយនិងអាយុដែលមានឈ្មោះអីហើយអាយុប៉ុន្មានអីអញ្ចឹងទៅជាធម្មតានៅពេលដែលយើងទាញទិន្នន័យចេញពី server មកគឺយើងត្រូវការរយៈពេលនៅក្នុងការរងចាំដើម្បីអាចទាញទិន្នន័យនោះយកមកបានអញ្ចឹងទៅឬក៏ដើម្បីទៅ find out ទិន្នន័យមួយហ្នឹងអញ្ចឹងយ៉ាងណាក៏វាត្រូវការរយៈពេលដែរទើបយើងយក example set time out នេះគឺជារយៈពេលហើយដូចជា user ហ្នឹងប្រៀបដូចជាទិន្នន័យបែបហ្នឹងក្នុងពេលហ្នឹងគឺយើងប្រើ console log ទៅលើ setting user data ហើយបន្ទាប់មកទៅយើងហៅ callback function បានន័យថាយើងហៅ display function ហ្នឹងនៅពេលណានៅពេលដែលយើងបានអានទិន្នន័យនោះគ្រប់3វិនាទីទើបវាដើរនេះគឺជា example ដែលយើងរងចាំទិន្នន័យចេញពី server តែនេះគ្រាន់តែជា basic example តែប៉ុណ្ណោះតោះឥឡូវយើងចូលទៅដល់ចំណុចទី2ប៉ុន្តែចំណុចនេះខ្ញុំរៀងកាត់បន្តិចដោយសារតែខ្ញុំភ្លេច record ខ្លះអញ្ចឹងកន្លែងនេះគឺយើងចំណុចទី2តាក់ទងជាមួយនឹង waiting for user click បានន័យថាយើងប្រើ callback function នៅពេលណានៅពេលដែល user click ទៅលើអីមួយអញ្ចឹងឲ្យអាមួយនឹងដំណើរការអញ្ចឹងឲ្យយើងហៅវាមកអញ្ចឹងឬក៏ធ្វើឲ្យអា function callback function នឹងដំណើរការអញ្ចឹងទៅបង្កើតបតុង HTML នៅខាងលើមួយដែលខ្ញុំដាក់ ID ឲ្យវាឈ្មោះថា btn អញ្ចឹងទៅហើយបន្ទាប់មកខ្ញុំបង្កើត variable ឈ្មោះថាបតុងដើម្បីទាញយកទិន្នន័យនៅពេលដែល user គាត់ធ្វើការគេធ្វើ event មួយដែលគាត់ធ្វើការ click អញ្ចឹងទៅឲ្យមានរឿងអីកាត់ឡើងអញ្ចឹងទៅហើយខ្ញុំបង្កើត callback function មួយដែលមានឈ្មោះថា say hello ដោយខ្ញុំធ្វើការ doc ជាមួយនឹង text content នៅពេលដែល user click on ប៊ូតុងហ្នឹងទៅវាដូរទៅជាពាក្យ
hello វិញចឹងទៅពេលនេះគឺជា result ជាមួយនឹងលទ្ធផលឃើញអត់នៅពេលដែលយើង click ទៅលើពាក្យថា click me ហ្នឹងវានឹងបដូរទៅជា hello ដោយសារអីដោយសារតែយើងបានទៅ set code ហ្នឹងគឺយើងចង់មានន័យថាអញ្ចឹងចង់មានន័យថានៅពេលណាដែលណាគេក៏ដោយ click ទៅលើប៊ូតុងមួយហ្នឹងយើងនឹងហៅអា callback function ហ្នឹងទៅដោយយើងបោះពាក្យ doc text content hello ហ្នឹងទៅអញ្ចឹងគឺជា example ដែលយើងផល callback នៅក្នុងចំណុចទី2គឺតាក់ទងជាមួយនឹងរងចាំនៅពេលដែល user click ចំណែកឯ reason ទី3វិញនៅពេលដែលយើងប្រើ callback function មួយទៀតគឺតាក់ទងជាមួយនឹងការ reading a file ដោយសារតែការ reading a file វាក៏ជាប្រភេទជា asynchronous operation មួយដែរដោយសារតែយើងអត់ដឹងថានៅពេលណាដែល file ហ្នឹងមកអានចប់ឬក៏វា complete ទេអញ្ចឹងទៅគឺពួកយើងត្រូវការប្រើប្រាស់ callback function ហ្នឹងដើម្បីអីដើម្បីអាចទៅលើ handle បានថាគ្រប់គ្រងទៅលើតន្ន័យទាំងអស់ហ្នឹងនៅពេលដែល file មួយហ្នឹងបាន complete ចឹងទៅប៉ុន្តែខ្ញុំអត់បាន rest up example ទេដោយសារខ្ញុំគិតថាវាស្តៀងជាមួយនឹង app ផ្សេងទៀតដែរបើ reason បន្ទាប់នេះវិញគឺតាក់ទងជាមួយនឹង waiting for a timer ចឹងក៏បានន័យថាយើងរងចាំពេលវេលាមួយឲ្យត្រឹមត្រូវពីព្រោះយើងអត់ដឹងថាពេលណាដែលវារួចរាល់នឹងហើយចឹងឯអាហ្នឹងដូចទៅហៅថានៅពេលអ្នកគ្នាទៅទិញកាហ្វេអ្នកគ្នាទៅទិញកាហ្វេគឺយើងអត់ដឹងទេថាយើងមិនមែនទៅឈរចាំរហូតណាត្រូវអត់អញ្ចឹងទៅនៅពេលដែលកាហ្វេហ្នឹងវាធ្វើហើយចឹងឲ្យមកហៅខ្ញុំមកបែបអញ្ចឹងទៅរបៀបថាគេមានអីដែលចាំហៅយើងហើយឬក៏គេមានលេខទូរស័ព្ទហើយអញ្ចឹងពេលហៅយើងនៅពេលណាហៅយើងណាយើងទៅយកនោះរបៀបយើងនឹងគឺជា callback function អញ្ចឹងណាហើយខ្ញុំក៏មាន example អីច្រើនដែរដោយសារតែអានោះវាតាក់ទងជាមួយនឹង set time out ដែលខ្ញុំបាន example ទៅក្នុងចំណុចផ្សេងហើយហើយចំណុចចុងក្រោយវិញគឺ doing something when a task complete ចឹងទៅអញ្ចឹងវាមានន័យថានៅពេលដែល task ហ្នឹងវា complete ហើយឲ្យវាដើរអីមួយអញ្ចឹងណាអញ្ចឹងក៏យើងអាច logic មួយហ្នឹងក៏យើងអាចប្រើប្រាស់តាក់ទងជាមួយនឹងcallback function ផងដែរអញ្ចឹងសរុបមកវិញ callback function ហ្នឹងយើងប្រើអាចនឹងមាន5ចំណុច actually វាអាស្រ័យទៅតាម logic ដែលយើងត្រូវប្រើដែរទេតែនេះចាំខ្ញុំសង្ខេបឲ្យអ្នកគ្នា5ចំណុចហ្នឹងមកវិញខ្ញុំធ្វើការលុបអា code ដែលខ្ញុំ example វិញកុំឲ្យមើលទៅ wallអញ្ចឹងសង្ខេបមកវិញគឺយើងប្រើ callback function ហ្នឹងនៅពេលណាដែលយើងចង់ waiting for data from server waiting for a user click ក៏ដូចជា reading a file ផ្សេង waiting for a timer ក៏ដូចជា doing something when a task complete ចឹងទៅអញ្ចឹងនៅពេលដែលអ្នកគ្នាចង់ជួប logic ទាំងអស់ហ្នឹងអ្នកគ្នាអាចប្រើ callback function នៅក្នុងការដោះស្រាយបញ្ហាបានហើយវាក៏ reusable ហើយនិង flexible ផងដែរចឹងអ្វីដែលខ្ញុំចង់ឲ្យអ្នកគ្នារៀនថ្ងៃនេះគឺអាចឲ្យយល់តាក់ទងជាមួយនឹង callback function ថាតើអ្វីទៅគឺជា callback function ហេតុអីហើយនឹងនៅពេលណាទើបយើងប្រើ callback function នឹងជាដើមអ្នកគ្នាអាចខ្ញុំ recap នៅក្នុងនេះចឹងខ្ញុំសង្ឃឹមថាអ្នកគ្នានឹងយល់ចឹងឥឡូវវីដេអូរបស់យើងបានឈានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកគ្នានឹងយល់តាក់ទងជាមួយនឹង callback function ហើយក៏អរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ចឹង